OpenClaw គឺជា platform មួយដែលមានការចាប់អារម្មណ៍ជាច្រើនពី user ដោយសារតែវាអាច integrate ឬក៏ connect ជាមួយនឹង platform ដទៃទៀតនៅក្នុងនេះ platform ដែលវាអាច connect បានមានជាច្រើនដូចជា chat provider ដូចជា WhatsApp Telegram Slack iMessage ហើយនិង AI model ដូចជា Cloud ChatGPT Gemini productivity និង music audio smart home tool automation មាន social media ហើយនិង platform មានដូចជា macOS iOS Android Windows និង Linux អញ្ចឹងជាដំបូងខ្ញុំនឹងបង្ហាញអំពីការ install វានៅក្នុង computer សិនអញ្ចឹងដើម្បី install OpenClaw គឺយើងអាចចូលមកក្នុងនេះគឺ Quick Start នេះគឺយើងអាចប្រើ Online npm ឬក៏ macOS ឥឡូវនេះខ្ញុំនឹងប្រើ npm ដើម្បី install OpenClawបន្ទាប់មកយើងធ្វើការ add Gmail authentication បន្ទាប់មកយើងធ្វើការ config ជាមួយនឹង Gemini នៅត្រង់ចំណុចនេះគឺយើងត្រូវ add Gemini API keyតើមកយើងអាចជួយចូលទៅក្នុង OpenClaw local host របស់យើងបាននៅក្នុងនេះយើងអាចធ្វើការឆាតជាមួយ Gemini Agent ហើយអាចឲ្យ OpenClaw យក email យើងមកបង្ហាញបាននៅពេលនេះយើងនឹងបាន5 email ចុងក្រោយពី OpenClaw អញ្ចឹងក្នុងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើសិនអ្នកនរចូលចិត្តកុំភ្លេចជួយ like និង follow ផងដើម្បីជាការចែករំលែកចំណេះដឹងដល់អ្នកប្រើប្រាស់ផ្សេងដែរបើសិនជាអ្នកនរគ្នាមានចម្ងល់អីនឹងអាចធ្វើការ comment នៅខាងក្រោមបានអរគុណ